កាលពីព្រេងនាយមានភ្នំមួយរាល់ពេលព្រះច័ន្ទពេញវង្សគឺគួរឲ្យខ្លាចណាស់មើលអីហ្នឹងមើលលោកហេលោកបែក្បាលទៅស៊ីចង់ឲ្យខ្ញុំនិទានរឿងឲ្យនាងស្ដាប់រឿងនេះនិទានមិនទាន់ចប់ផងលោកនិទានបន្តទៅស៊ីមិនមែននិយាយថាឲ្យម៉ាក់និទានរឿងឲ្យស្ដាប់ទេអីនៅទីនេះដែរម៉ាក់មិនថាខ្ញុំរឿងច្រើនទេហីតោះស៊ីប៉ាបាននិទានដល់ត្រង់ណាហើយដល់ត្រង់នេះតោះចឹងម៉ាក់និទានឲ្យកូនស្ដាប់មួយផ្លែទៀតកូនត្រូវគេងឲ្យស្កប់ល្អទេនៅលើកំពូលភ្នំនឹងប្រែទៅជាគ្រីស្តាល់ថ្លាឆ្វងយ៉ាងស្រស់ស្អាតលីនឈិនលោកកំពុងគូរូបអីហ្នឹងមួយយ៉ាងកុំយល់ច្រឡំអីអំបញ្ញមិញខ្ញុំមានអារម្មណ៍ចង់គូខ្ញុំក៏គូចេញមកតែម្ដងលោកគូរូបខ្ញុំមានស្អាតបែបនេះឯណាមួយយ៉ាងជឿខ្ញុំទៅនាងពិតជាស្អាតបែបនេះមែនរូបដែលខ្ញុំគូនេះគឺជារូបនាងដែលទើបតែចេញមកពីបន្ទប់ទឹកអំបញ្ញមិញហ្នឹងត្រូវហើយមួយយ៉ាងនាងចេញមកធ្វើអីខ្ញុំគឺអំបញ្ញមិញនិទានរឿងក៏ស្ងួតក៏ចេញមកញ៉ាំទឹកត្រូវហើយរូបគូរបស់លោកមួយនេះខ្ញុំសុំទិញហើយមួយលានយកព្រមទេទិញធ្វើអីរូបនេះគឺគូជូននាងតើមិនមែនខ្ញុំទុកមើលតែឯងស្ងាត់ឯណាលោកពីមុនមិនមែនមានបំណងបែបហ្នឹងទេអីមិនមែនទេបើគ្មាននាងនៅទីនេះនរណាមកមើលរូបគូនេះខ្ញុំពីមុនមិនក៏មិនដឹងថាលោកចេះសម្ដីផ្អែមល្ហែមយ៉ាងនេះចាំរូបគូស្ងួតលោកខ្ចប់វាទុកទៅកុំឲ្យស៊ីឃើញគូរូបទឹកថ្នាំក៏ពូកែគូរូបប្រេងក៏ពូកែម្លេះកាន់តែមើលកាន់តែមិនយល់ពីដាជើងល្អនេះខ្ញុំមានលីនឈិននៅកន្លែងជាមួយគ្នាខ្ញុំតែជាមិនមានអារម្មណ៍ទើសទាល់តើមកពីយប់មិញខ្ញុំមិនបានយល់សប្តិអាក្រក់ទេដឹងទោះបីជានៅផ្ទះក៏ខ្ញុំមិនដែលគេងបានលក់ស្រួលបែបនេះដែរមិនក៏ចឹងឬមួយមកពីវីឡារបស់ខ្ញុំធំពេកធ្វើឲ្យខ្ញុំគ្មានអារម្មណ៍សុវត្ថិភាពប៉ុន្តែពីមុនពេលចុះបេសកកម្មក៏ដូចតែគ្នានឹងឬមួយមកពីអរុនសួស្ដីលីនឈិននរណាឲ្យនាងហើយខ្ញុំបែបហ្នឹងម៉ាំងយ៉ាវយើងទាំងពីរចិត្តត្រូវទៅក្រុមហ៊ុនហើយដល់ពេលនោះគេគ្រប់គ្នានឹងដឹងរឿងយើងយូរម្ដងខ្ញុំត្រូវហើយនាងថាប្រពន្ធហើយនាងយូរម្ដងក៏ត្រូវហើយខ្ញុំថាប្តីដែរមិនមែននៅក្រុមហ៊ុននាងហៅខ្ញុំតែលីនឈិនរហូតទេដល់ពេលនាងណែនាំប្រាប់គេមិនអាចនិយាយថានេះជាមិត្តរួមបន្ទប់របស់ខ្ញុំលីនឈិនបានទេមែនអត់ដូច្នេះប្រពន្ធសម្លាញ់អាហារពេលព្រឹកចង់ញ៉ាំអីដែរហាមលោកហៅខ្ញុំថាប្រពន្ធខ្ញុំត្រូវតែហៅនាងឲ្យបានច្រើនដងដើម្បីឲ្យនាងសាំត្រជាជាមុនកុំឲ្យដល់ពេលហៅទៅនាងធ្វើមុខឆ្ងល់ម្យ៉ាងទៀតយើងទាំងពីរបានរៀបការហើយការហៅថាប្តីប្រពន្ធនេះមានអីចម្លែកគ្រាន់តែជាពាក្យហៅប៉ុណ្ណោះគ្រាន់តែជាពាក្យហៅយើងទាំងពីរបានចុះសម្បត្តិអាពាហ៍ពិពាហ៍ហើយពិតជាមិនមែនត្រឹមតែពាក្យហៅទេគឺខ្ញុំអាចហៅបែបនេះបានត្រូវទេម៉ាំងយ៉ាវខ្ញុំស្នើឲ្យនាងហាត់ហៅពាក្យថាប្តីឲ្យបានច្រើនដងនាងត្រូវណែនាំខ្ញុំប្រាប់គេមែនទេមិនចឹងនាងឆើតែគេសង្ស័យមិនខានឆាប់ហៅប្តីមកម៉ាំងយ៉ាវនាងធ្វើបែបនេះមិនត្រូវទេណាទោះបីជានាងហៅមែនតែពេលនាងហៅប្តីសំឡេងបែរជាតូចបែបនេះដល់ពេលនោះឲ្យគេគិតយ៉ាងម៉េចប្តីលើកនេះសំឡេងខ្លាំងជាងមុនច្រើនប៉ុន្តែរបៀបដែលនាងហៅនេះស្ដាប់ទៅមិនដូចហៅប្តីសោះខ្ញុំមានអារម្មណ៍ដូចនាងចង់កាប់ខ្ញុំចឹងលោកមានអារម្មណ៍មិនខុសទេខ្ញុំឥឡូវចង់តែកាប់លោកចោលតើធ្វើបែបហ្នឹងមិននឹងកើតនាងធ្វើបែបនេះច្បាស់ជាធ្វើឲ្យស៊ីសាកំដងទៀតមកប្តីប្រពន្ធ
សម្លាញ់អាហារពេលព្រឹកចង់ញ៉ាំអីប្តីធ្វើជូនស្រេចតែចិត្តទៅខ្ញុំឥឡូវញ៉ាំអីក៏មិនចូលដែរព្រឹកព្រលឹមឡើងត្រូវលោកពិតជាស្អាតណាស់ហើយកុំមកនិយាយផ្ដេសផ្ដាសតាជើងល្អនេះនៅហ៊ានមកឆ្លៀតឱកាសលើខ្ញុំទៀតទោះបីជាដានេះគួរឲ្យស្អប់តែខ្ញុំបែរជាមិនរារែកប្រហែលជាខ្ញុំឈឺហើយឈឺមិនស្រាលទៀតផងម៉ាក់ស៊ីមកនេះមកហើយយឺតកូនម៉ាក់ឈឺមែនទេចាំខ្ញុំទៅហៅប៉ាជាគ្រូពេទ្យណាស៊ីម៉ាក់ធ្វើឲ្យកូនភ្ញាក់មែនទេអត់ទេខ្ញុំគេងឆ្អែតហើយម៉ាក់ឈឺកុំខ្លាចឯណាចាំខ្ញុំទៅហៅប៉ាម៉ាក់មិនបានឈឺទេមកម៉ាក់ជួយដោះសក់ឲ្យល្អអង្គុយចុះប្រពន្ធស៊ីឆាប់លាងមុខដុសធ្មេញញ៉ាំអាហារពេលព្រឹកហើយតាជើងល្អនេះម៉ាក់ប៉ាទើបតែហៅពួកយើងនឹងប៉ាអំបាញ់មិញថែមទាំងហៅប្រពន្ធទៀតផងកុំរើសក់ញ៉ៃអស់ហើយសិតមិនស្អាតទេណាកូនសាច់អីខ្ញុំសប្បាយចិត្តណាស់ខ្ញុំមិនចង់ឲ្យប៉ាម៉ាក់ដូចជាប៉ាម៉ាក់របស់យានទេប៉ាម៉ាក់របស់យានយ៉ាងម៉េចប៉ាម៉ាក់របស់យានលែងលះគ្នាហើយនាងប្រាប់ថាប៉ានាងមិនយកនាងទៀតទេនាងពិបាកចិត្តខ្លាំងណាស់តោះចឹងយើងប្រញាប់លាងមុខដុសធ្មេញរួចទៅញ៉ាំបាយវ៉ាវលីនឆិននេះលោកលីមិនសូវមេខ្លួនឯងធ្វើមេខ្លួនឯងអេមីធម្មតាមិនសូវឆ្ងាញ់ទើបខ្ញុំធ្វើខ្លួនឯងថែមទៀតទៅក្នុងនេះខ្ញុំបន្ថែមគ្រឿងផ្សំផ្សេងទៀតនាងសាកមើលទៅរសជាតិមិនអន់ទេមីនេះក៏ឆ្ងាញ់ខ្លាំងពេកហើយម៉ាក់ធ្វើមេក៏ឆ្ងាញ់ណាស់ដែរលីនឆិនលោកតាមចិត្តស៊ីពេកហើយកូនបែបនេះថ្ងៃក្រោយចេញទៅក្រៅច្បាស់ជារើចំណេះហើយរឿងញ៉ាំតាមចិត្តបន្តិចមិនអីទេរឿងផ្សេងទៀតដែលត្រូវបង្រៀនខ្ញុំច្បាស់ជាបង្រៀនហើយម៉ាក់ត្រូវបង្រៀនបងប្រុសចាស់ប្តីម៉ាក់ហៅប្រពន្ធហើយចង់ឲ្យបងប្រុសចាស់ប្តីសិនមែនទេប្រញាប់របស់កូនទៅ